យើងមកតាមដានអំពីស្ថានភាពពាណិជ្ជកម្មរវាងប្រទេសកម្ពុជាយើងជាមួយនឹងបណ្ដាប្រទេសនានានៅលើពិភពលោកដែលទំហំពាណិជ្ជកម្មក្នុងការនាំចេញនាំចូលនៅក្នុងរយៈពេល9ខែឆ្នាំ2025នេះគឺទំហំពាណិជ្ជកម្មមានការកើនឡើងដល់ទៅ47,000 លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងនេះគឺជាទំហំពាណិជ្ជកម្មមួយដែលយើងមើលឃើញថាទាន់បានបញ្ចប់នៅក្នុងរយៈពេល12ខែឬក៏1ឆ្នាំនោះទេពីព្រោះថាបើសិនជាទំហំពាណិជ្ជកម្មធម្មតាគឺក្នុងរយៈពេល1ឆ្នាំទំហំពាណិជ្ជកម្មយ៉ាងហោចណាស់ក៏54,000 លានដុល្លារសហរដ្ឋអាមេរិកដែរក៏ប៉ុន្តែរហូតមកដល់នៅ9ខែនេះគឺទំហំពាណិជ្ជកម្មយើងគឺនៅក្នុងកម្រិត47,000 លានដុល្លារសហរដ្ឋអាមេរិកហើយនៅក្នុងនោះក៏មានទំហំពាណិជ្ជកម្មនៅក្នុងការនាំចេញគឺ22,000 លានដុល្លារជាងតែប៉ុណ្ណោះដោយឡែកទំហំពាណិជ្ជកម្មនៃការនាំចូលគឺមានដល់ទៅ24,000 លានមានន័យថានៅក្នុងទំហំធំជាងនៃការនាំចេញទៅក្រៅប្រទេសឥឡូវនេះយើងមកតាមដានថាតើទំហំពាណិជ្ជកម្មនាំចេញនាំចូលនៅក្នុងប្រទេសកម្ពុជាយើងនៅក្នុងទំហំ47,000 លានដុល្លារសហរដ្ឋអាមេរិកនេះគឺខាងយើងនាំចេញអីខ្លះហើយខាងនាំចូលតើផលិតផលពីក្រៅប្រទេសមានអ្វីខ្លះបើយោងទៅតាមអគ្គនាយកដ្ឋានគយនិងរដ្ឋកោកម្ពុជាបានធ្វើការចេញផ្សាយកាលពីថ្ងៃសុក្រកន្លងមកនេះថាទំហំពាណិជ្ជកម្មកម្ពុជានៅក្នុងរយៈពេល9ខែនៅក្នុងឆ្នាំ2025នេះគឺមានការកើនឡើងដល់ទៅ47,000 លានដុល្លារសហរដ្ឋអាមេរិកហើយប្រភពដដែលនេះក៏បានលើកឡើងផងដែរថាកម្ពុជានេះគឺមានការនាំចេញនៅផលិតផលដែលមានតម្លៃសរុបប្រមាណជា22កណ្ដោសញ្ញា39,000 លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងរយៈពេល9ខែដំបូងនៃឆ្នាំ2025ដែលមានការកើនឡើង12កណ្ដោសញ្ញា9%បើធៀបទៅនឹងទំហំនាំចេញនៅក្នុងរយៈពេល9ខែកាលពីឆ្នាំ2024គឺគិតត្រឹមនៅទំហំទឹកប្រាក់19កណ្ដោសញ្ញា83,000 លានដុល្លារសហរដ្ឋអាមេរិកនេះគឺមានន័យថាបើគិតជាទំហំសាច់ប្រាក់សុទ្ធយោងទៅតាមរបាយការណ៍នេះបានលើកឡើងផងដែរថាគោលដៅនៃការនាំចេញកម្ពុជាទាំង5របស់កម្ពុជានោះគឺទៅកាន់សហរដ្ឋអាមេរិកទៅកាន់វៀតណាមទៅកាន់ចិនជប៉ុននិងប្រទេសកាណាដាវាយការក៏បានបន្ថែមថាផលិតផលនាំចេញសំខាន់របស់កម្ពុជាគឺរួមមានសម្លៀកបំពាក់មានស្បែកជើងមានកាបូបនិងទំនិញធ្វើដំណើរកង់សម្បកកង់រថយន្តកសិផលដែលមានសក្តានុពលដូចជាអង្ករដូចជាកៅស៊ូដំឡូងមីគ្រាប់ស្វាយចន្ទទីចេកស្វាយជាដើមទន្ទឹមនឹងនោះដែរកម្ពុជាក៏បានកត់ត្រានៅការនាំចូលសរុបប្រមាណជា24កណ្ដោសញ្ញា61,000 លានដុល្លារសហរដ្ឋអាមេរិកដែលក្នុងអំឡុងខែមករាដល់ខែកញ្ញាឆ្នាំនេះគឺមានការកើនឡើង16កណ្ដោសញ្ញា6%បើធៀបទៅនឹងការនាំចូលនៃតម្លៃគឺ21កណ្ដោសញ្ញា1,000 លានដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដោយឡែកទំនិញដែលនាំចូលសំខាន់រួមមានប្រេងមានឧស្ម័នវត្ថុធាតុដើមសម្រាប់កាត់ដេរយានជំនិះគ្រឿងចក្រឧបករណ៍អេឡិចត្រូនិកផលិតផលឱសថនិងទំនិញប្រើប្រាស់ប្រិមិត្តនេះគឺជាព័ត៌មាននៅក្នុងរយៈពេល9ខែនេះគឺកម្ពុជាយើងមានទំហំពាណិជ្ជកម្មនាំចេញនាំចូលដល់ទៅ47,000 លានដុល្លារសហរដ្ឋអាមេរិកហើយការនាំចេញទាំងការនាំចូលនេះគឺមានទំហំកើនឡើងបើប្រៀបពីឆ្នាំមុនហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថាការនាំចូលរបស់ទំនិញពីក្រៅប្រទេសមកកម្ពុជាយើងនេះគឺមានចំនួនកើនច្រើនជាងការនាំចេញមានន័យថានាំចូលជាង24,000 លានដុល្លារដោយឡែកការនាំចេញគឺមានជាង22,000 លានដុល្លារដូច្នេះហើយតរយៈភាពនៃការនាំចូលនេះគឺមានទំហំធំជាងការនាំចេញនៅក្នុងចំណុចនេះគឺយើងមើលឃើញថាសេដ្ឋកិច្ចកម្ពុជាបើទោះបីមានទំហំពាណិជ្ជកម្មធំយ៉ាងណាក៏ដោយក៏ប៉ុន្តែបើប្រៀបធៀបអំពីទំហំនៃការនាំចូលគឺនៅមានការនាំចូលកម្រិតខ្ពស់ជាងការនាំចេញបន្តិចផងដែរហើយអ្វីដែលជាកត្តាសំខាន់ដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែល្អប្រសើរនោះគឺបើសិនជាភាគីកម្ពុជាមានការនាំទំនិញចេញទៅក្រៅប្រទេសមានទំហំធំជាងការនាំចូល
វាគឺជារឿងមួយដែលល្អហើយកត្តាសំខាន់ដែលយើងតាមដានអំពីថាតើការនាំចេញរបស់កម្ពុជាយើងតើមានផលិតផលអីខ្លះដែលយើងគិតថាអាចផលិតចេញពីប្រទេសកម្ពុជាយើងបាននោះគឺអាចបញ្ជាក់បានថាជាការដែលធ្វើឲ្យឧស្សាហកម្មក៏ដូចជាសិប្បកម្មនិងការផលិតនៃផលិតផលសម្រាប់ឬក៏ពាក់កណ្ដាលស្វ័យសម្រាប់គឺជារឿងមួយដែលល្អជាងដែលយើងលក់នៅវត្ថុធាតុដើមឬក៏នាំចូលនៅវត្ថុធាតុដើមហ្នឹងក្នុងកម្រិតខ្ពស់នៅក្នុងនោះគឺយើងមើលឃើញអំពីសក្តានុពលនៃការនាំចេញគឺមានលក្ខណៈដែលល្អប្រសើរនោះគឺការផលិតនៅសម្លៀកបំពាក់ស្បែកជើងឬក៏ផ្នែកកាបូបអីជាដើមនេះហើយរួមទាំងសបកកង់ដែលយើងមាននៅជ័រកស៊ូដើម្បីផលិតចេញជាសបកកង់ដែលគេហៅថាផលិតផលសម្រេចហើយមានខាងកសិផលដែលមានសក្តានុពលដូចជាអង្ករដូចជាកៅស៊ូដំឡូងមីគ្រាប់ស្វាយចន្ទទីអីជាដើមនេះគឺជាអ្វីដែលយើងអាចគិតថាជាសក្តានុពលដែលល្អដែលអាចជាស្នូលនិងជាគ្រឹះនៅក្នុងការនាំចេញនៃទំនិញក្នុងប្រទេសកម្ពុជាចេញទៅក្រៅប្រទេសដើម្បីយកប្រាក់មកក្នុងប្រទេសកម្ពុជាយើងវិញនៅក្នុងនោះក៏គេមើលឃើញថាទោះបីជាខាងកម្ពុជាមានការផលិតនៅការនាំចេញក៏ប៉ុន្តែបើយើងពិនិត្យទៅគឺថាការនាំចូលទៅលើវត្ថុធាតុដើមគឺយើងនៅមានកម្រិតខ្ពស់នៅឡើយដូចជាយើងពិនិត្យទៅមើលរឿងដែលយើងនាំចេញសម្លៀកបំពាក់កាបូបប៉ុន្តែបើសិនជាយើងមិនទិញឬក៏បន្ថយនៅការទិញនៅវត្ថុធាតុដើមដូចជាក្រណាត់ដូចជាស្បែកអីជាដើមនេះឬក៏កស៊ូអីដែលធ្វើពីសម្រាប់ស្បែកជើងបើយើងអាចផលិតនៅវត្ថុធាតុដើមរបស់ខ្លួនឯងដូចជាការផលិតនៅកប្បាសឬក៏គោឬក៏អ្វីដែលបង្ហាញឲ្យឃើញថាជាវត្ថុដែលអាចផលិតទៅចេញជាក្រណាត់របស់ខ្លួនឯងបានវាកាន់តែល្អប្រសើរបន្ថែមទៅទៀតដែលយើងអាចកាត់បន្ថយបានទៅលើវត្ថុធាតុដើមដែលនាំចូលពីក្រៅប្រទេសហើយគ្រាន់តែយកមកកែច្នៃជារូបភាពជាសម្លៀកបំពាក់ដើម្បីនាំចេញវាគឺជារឿងមួយបើទោះបីជាវាល្អក៏ប៉ុន្តែវាមិនល្អទាំងស្រុងនោះទេបើសិនជាភាគីកម្ពុជាយើងដោយសារតែមានដីនៅសល់ទំនេរច្រើនសម្រាប់ផ្នែកដំណាំកសិឧស្សាហកម្មដូចជាការដាំកប្បាសអីជាដើមដើម្បីផលិតចេញជាបង្កើតរោងចក្រផលិតកណាត់អីជាដើមដើម្បីកែច្នៃសម្លៀកបំពាក់ដោយស្វ័យដោយខ្លួនឯងនោះគឺជារឿងមួយកាន់តែល្អប្រសើរថែមទៅទៀតហើយតាក់ទងជាមួយនឹងបញ្ហានៃការនាំចេញដូចជាការកែច្នៃទៅលើផលិតផលកសិឧស្សាហកម្មដូចជាចេកដូចជាស្វាយឬក៏អីជាដើមនោះវាក៏កាន់តែល្អនៅក្នុងការបង្កើតនៅរោងចក្រកែច្នៃដែលឡែកនៅក្នុងអ្វីដែលភាគីកម្ពុជាយើងនាំចូលនៅក្នុងទំហំខ្ពស់នោះគឺក្រៅអំពីវត្ថុធាតុដើមខ្លះដែលយើងមិនអាចនៅក្នុងការដាំដុះឬក៏ផលិតដោយខ្លួនឯងដូចជាប្រេងដូចជាឧស្ម័នឬក៏វត្ថុធាតុដើមផ្សេងទៀតដូចជាគ្រឿងចក្រអីជាដើមនោះឬក៏គ្រឿងអេឡិចត្រូនិកវាពិតណាស់ហើយថាយើងមិនទាន់មានលទ្ធភាពនៅក្នុងការបូមប្រេងនៅក្នុងការបង្កើតនៅរោងចក្រចម្រាញ់ប្រេងកាតឬក៏ឧស្ម័នក៏ដោយក៏ប៉ុន្តែយើងគិតថាការវិនិយោគផ្នែកនេះក៏ជាការមួយដែលអាចទប់ស្កាត់នៅការដែលនាំចូលនៅវត្ថុធាតុដើមដូចជាប្រេងនៅក្នុងប្រទេសកម្ពុជាដែលចេញពីក្រៅប្រទេសមកក្នុងមួយឆ្នាំគឺរាប់ពាន់លានដុល្លារនោះវាក៏ជារឿងមួយដែលល្អប្រសើរដែរនេះគឺជាកត្តាមួយដែលយើងអាចផលិតនាំចេញឲ្យបានធំជាងទំហំនៃការនាំចូលតាក់ទិនជាមួយនឹងបញ្ហាផ្សេងទៀតដូចជារបស់របរប្រើប្រាស់យើងមើលឃើញថាដូចជាចំណីអាហារជាដើមដូចជានៅប្រទេសជិតខាងយើងដូចជាខាងលើវិស័យម្ហូបអាហារឬក៏របស់ប្រើប្រាស់កាពិកប៉ុកសូម្បីតែនៅក្នុងប្រទេសថៃជាប់យើងគឺមានទំហំមួយឆ្នាំក៏$5000 លានសហរដ្ឋអាមេរិកដែរហើយជាមួយនឹងប្រទេសវៀតណាមនេះក៏មានទំហំមិនតិចជាងក្រោម$10,000 លាននោះដែរដូច្នេះហើយផលិតផលទាំងអស់នេះក៏ជាផលិតផលមួយដែលកម្ពុជានឹងអាចកែច្នៃបានដូចជាការផលិតចេញជាចំណីអាហារឬក៏របស់របរប្រើប្រាស់នេះគឺជាកត្តាមួយដែលអាចជួយទប់ស្កាត់ទៅនឹងការលំហូរចូលដែលមានទំហំពាណិជ្ជកម្មធំជាងការនាំចេញពីព្រោះថាកម្ពុជានឹងអាចមានសក្តានុពលឬក៏មានធនធាន
ឬក៏មានមធ្យោបាយដើម្បីធ្វើការអាជីវកម្មឬក៏វិនិយោគដោយម្ចាស់ក្នុងស្រុកខ្លួនឯងវាអាចជួយទាំងលើផ្នែកនៃកម្លាំងពលកម្មក៏ដូចជាឯករាជ្យទៅលើផ្នែកសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងគណៈពេលដែលបច្ចុប្បន្នក៏ដូចជាទៅអនាគតនេះគឺថាបញ្ហាសេដ្ឋកិច្ចឬក៏ពាណិជ្ជកម្មវាហាក់ដូចជាបោកបញ្ជ្រូកដែលប្រទេសកម្ពុជាមិនគួរពឹងផ្អែកទាំងស្រុងទៅលើអ្វីដែលជាការតម្រូវពីប្រទេសខាងក្រៅនោះទាំងស្រុងនោះទេដូច្នេះហើយយុទ្ធសាស្ត្រនេះក៏គេមើលឃើញថារដ្ឋាភិបាលកម្ពុជាក៏កំពុងតែរៀបចំនៅអ្វីដែលហៅថាបដិវត្តសេដ្ឋកិច្ចឯករាជ្យរបស់ខ្លួនហើយ